Ladies and gentlemen. พระพุทธអង្គណាដែលយន់យកកំណើតជាបរមពោធិសត្វណាបរមពោធិសត្វណាបាទយន់យកកំណើតបានតែប្រហែលបានតែមួយជាតិទេត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធហើយបានផ្ដល់ផលប្រយោជន៍ឲ្យសត្វលោកទាំង3ឋានតែព្រះពុទ្ធអង្គណាសម្រាប់គោដំបាទនេះពវេសដលបានសម្រេចផងកើតតែមួយជាតិទេជាបរមពោធិសត្វហើយបានផ្ដល់ផលប្រយោជន៍ឲ្យសត្វលោកទាំង3ឋានឲ្យបាទឲ្យជាពិសេសពិភពលោកទាំងមូលប្រាជ្ញាបរមេតាមែនទេព្រះលោកគេស្វាអីប្រាជ្ញាបរមេតាមានទៅពុទ្ធណានៅតែបរមពោធិសត្វភេទស្រីណាគេតាមអង្គគត់សំណាក់គោដំលោកអត់ហ្នឹងហើយសំណាក់គោដំ543ជាតិដល់ជាតិព្រះស្ថថៈ544បានត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធកសបោអត់ទេសត្វច្រើនជាតិណាគុណគមនោអត់ទាំងអស់មានតែមួយអង្គគត់ទេថាមើលមួយអង្គគត់ខ្ញុំមកគ្រប់ឥឡូវសមណៈគោដំអត់ទេកសបោអរិយមេត្រីមែនទេស្រីអរិយមេត្រីមានកម្មពីមានកម្មពីនឹងសត្វតម្រៃបាទមិនតាន់ចេញទេតើភ្លើងខេះកាលក្នុងលោកតមូកើតសាសនាថ្មីបានចេញអង្គស្រីអរិយមេត្រីក៏កសន្ធលលោកមែនទៀតព្រះគុណគមនោថាមែនទេនឹងជាពុទ្ធតែបានទៅដល់ឋាននិព្វាននៅក្នុងបត្រៈពុទ្ធអង្គណាចាប់កំណើតបានតែព្រមពុរិស័ទធម្មជាតិបានធម្មជាតិបានត្រាស់ដឹងពីព្រះសម្មាសម្ពុទ្ធព្រះអរហន្តហើយដល់ផលប្រយោជន៍ឲ្យសត្វលោកបាទឲ្យសត្វលោកទាំង3ឋានបាទទីបង្ករៈលោកមែនទេមែនបរមពោធិសត្វដែលលាតសន្ធឹងខ្លួនធ្វើស្ពានឲ្យពុទ្ធដើរឆ្លងហ្នឹងណាសមាធិបាទអូនឹងដឹងទេកូនដឹងទេផ្លេចច្រើនច្រើនពេកពុទ្ធរាប់រយពាន់ពុទ្ធអង្គណាដែលយន់យកកំណើតចេញពីផ្កាឈូកមិនកើតចេញពីស្ត្រីកើតចេញពីផ្កាឈូកពុទ្ធមិនចេញពីផ្កាឈូកបាទកើតចេញពីផ្កាឈូកហើយបានទៅដល់ឋាននិព្វានទៀតបានសម្រេចនិព្វានទៀតអត់ដឹងទេអស្ចារ្យពុទ្ធណាកសបោអត់ទេកុបសន្ធោអត់ទេបកោនេះគុំលោអត់ដែរទៅដល់ឋាននិព្វានដូចនេះសើអត់ដែរតែពុទ្ធអង្គមួយអង្គវាយរចិនណាអត់ទេអត់ដឹងទេលោកអត់ដឹងខ្ញុំអត់ដឹងគឺព្រះបតុមុត្តរៈព្រះបតុមុត្តរៈចុះដល់ផលប្រយោជន៍អីឲ្យសត្វលោកនៅក្នុងពិភពលោកទាំងមូលចាញ់អីគេចាញ់ក្រុងពីលីដោយឈាន3ជំហានព្រាមទឿបាបណាកើតតែមួយជាតិគាត់កើតចេញពីការឈូកហ្នឹងបាទហ្នឹងបាមណៈនោះផ្សេងទៀតទេបាទហ្នឹងតកតងព្រហ្មញ្ញសាសនាផ្សេងនេះជាចំពុទ្ធសាសនាមហាយានព្រះបតុមុត្តរៈពុទ្ធអង្គទី23តែបានទៅដល់ឋាននិព្វានហ្នឹងគឺទី23នេះចាំឲ្យច្បាស់ហ่าតែបានផ្ចាញ់ជាមួយនឹងក្រុងពេលីតែក្រុងពេលីគេស្អីតែលោកផ្ចាញ់ឈាន3ជំហានជានិករាជបាទជាមួយនឹងភូមិរាជប្អូនរបស់លោកបាទចាញ់ការសុំ3ជំហានរបស់ព្រះបតុមុត្តរៈអស់មានសាសនាព្រះសម្មាសម្ពុទ្ធបាទបាត់បង់ចេញពីលើពិភពលោកនឹងទាំងមូលលោកសុំផ្សាយសាសនាតែ3ជំហាននេះយល់ព្រមឲ្យព្រះបតុមុត្តរៈបាទសុំវាស់យកដី3ជំហានក្រុងពេលីភូមិរាជអាវាស់ចោះឈានមួយជំហានផុតថែនដីជំហានទី2ផុតលំហអាកាសជំហានទី3បានតែក្តីថាផុតទេវលោកហ្នឹងអាហ្នឹងគឺក្រុងពេលីដែលជានិករាជជាមួយនឹងប្អូនដែលហៅថាភូមិរាជអាហ្នឹងព្រះពុទ្ធអង្គទ្រង់មានន័យថាព្រះបតុមុត្តរៈមានន័យថាការឈូកបតុមុត្តរៈហ្នឹងណាមុត្តរៈមានន័យថាកំណើតបុតុមមានន័យថាផ្កាឈូកគឺកំណើតចេញអំពីផ្កាឈូកហើយសូត្រថាផ្កាឈូកហ្នឹងបាទដោះនៅឋានណា
ឋានព្រំលោក មែននេះការឈុកដល់នៅក្នុងឋានសុខោបតីទិសខាងណា ឋានរបស់អង្គព្រះព្រះវៃរោចន្ទណា បាទ បាទអង្គព្រះវៃរោចន្ទណាហ្នឹងហើយអាហ្នឹងដែលបានចាញ់ក្រុងពីលីនោះអញ្ចឹងបានគេសួរបាទគេសួរការខ្ញុំទៅរៀននៅឥណ្ឌាខាងជើងរៀនអំពីបាទមុនគេលើកពុទ្ធសាសនាមហាយានហើយគេលើកសំណួរសួរមានតែខ្មែរមួយគត់គឺខ្ញុំមិនឆ្លើយបានត្រូវផុតពីហ្នឹងប្រទេសណាต้องឆ្លើយស្អីស្អីទៅព្រះទឹកទៅព្រះដីឈ្មោះព្រះខ្លះខ្ញុំមិនដែរឮផងច្រើនណាស់អត់ត្រូវទាំងអស់ខ្ញុំឆ្លើយតែមួយម៉ាត់ហ្នឹងខ្ញុំថាខ្ញុំធ្លាប់រៀនព្រះដែលកើតចេញពីផ្កាឈូកគឺលោកបានសម្រេចអនុត្តរសម្មាសម្ពោធិញ្ញាណហើយបាទអនុត្តរសម្មាសម្ពោធិញ្ញាណខ្ពស់ជាងព្រះសមណគោតមទៅទៀតពីព្រោះលោកមានកំណត់ចេញពីផ្កាឈូកទាំងមូលតែម្ដងនេះហើយលោកបានផ្ដល់ផលប្រយោជន៍មកឲ្យសត្វលោកទៀតបាទសត្វលោកពីព្រោះលើជំនាន់លោកហ្នឹងព្រះពុទ្ធសាសនាអស់ពីលើភពផែនដីហ្នឹងហើយបានខ្ញុំនឹកឃើញព្រះបតមុត្តរៈខ្ញុំឆ្លើយទៅបាទសាស្ត្រាចារ្យឡើងបកាសអន្តកដីថានិស្សិតមកពីប្រទេសខ្មែរជាប់លេខ1ហ្នឹងហើយខ្ញុំឆ្លើយខ្ញុំគិតតាមិនអត់គិតណាអានេះប៉ាល់ម្ចាស់ពុទ្ធសាសនាឆ្លើយអត់ត្រូវនេះប៉ាល់ហើយគេសួរថាហេតុអីបានជាអ្នកឆ្លើយយកព្រះពុទ្ធបតមុត្តរៈបានខ្ញុំថាការឈូកតំណាងឲ្យភាពបរិសុទ្ធការឈូកមិនថាព្រហ្មញ្ញសាសនាមិនថាពុទ្ធសាសនាគឺតំណាងឲ្យចក្រវាឡដែលមានរូបទាំងអស់បាទហើយចក្រវាឡដែលមានរូបទាំងអស់ស្ថិតក្នុងការគ្រប់គ្រងរបស់ព្រហ្មញ្ញសាសនាស្ថិតក្នុងការគ្រប់គ្រងរបស់កម្ពុជាអតិទេពបាទមានប្រព្រំកើតចេញពីផ្កាឈូកបាទព្រះវិស្ណុកេតនភ័ណ្ឌមួយគឺកាន់ផ្កាឈូករីកនៅជាប់នឹងដៃមិនផ្កាឈូកអត់តែមួយអង្គមួយគត់ដែលអត់កាន់ផ្កាឈូកទេគឺនរណាគេព្រះសិវៈអត់មានកាន់ផ្កាឈូកទេណាព្រះសិវៈកាន់តែគេលំពេងត្រីសោតំណាងឲ្យអំណាចបាទធំទាំង3អំណាចបង្កើតលោកអំណាចចឹងហើយអំណាចគ្រប់គ្រងលោកអំណាចបាទបង្កើតលោកនិងអំណាចរំលាយលោកហ្នឹងហើយលំពេងត្រីសោគេសួរយើងទៀតគេសួរថាតើព្រះពុទ្ធអង្គតើព្រះបរមពោធិសត្វបាទព្រះបរមពោធិសត្វសិតិរគតហេតុអីបានជាលោកមិនព្រមបាទមិនព្រមយកតំណែងមួយតែព្រះពុទ្ធអង្គគេហៅថាកម្ពុជាពុទ្ធណាព្រះវរោចន្ទណាបាទសូមយាងព្រះអង្គដើម្បីធ្វើការតែងតាំងជាព្រះពុទ្ធបាទលោកបានសម្រេចអនុត្តរសម្មាសម្ពោធិញ្ញាណដែរហេតុអីបានជាលោកអត់ព្រមយកតំណែងហ្នឹងបាទហ្នឹងន័យថាប្តីខ្លួនលើផ្ទៃសមុទ្រណោះបាទអើយតែតែមិនលើផ្ទៃទឹកក៏ហើយផ្កាឈូកដោះគាត់ជុំវិញលោកក៏បាទហើយលោកមានគេហៅថាវត្ថុទឹកមួយការពារខ្លួនលោកហ៎គេហៅខ្សែស៊ីសមបាទស៊ីចុងដើមនៅបឹងមីលៀនហ្នឹងបាទនៅបឹងមីលៀនហ្នឹងខ្ញុំបាទរៀមគេមែនទេឃើញស្ត្រីមួយអង្គអង្គុយលើបល្ល័ង្កតែរូបតែឃើញមានម្នាក់ដួលដីទៅត្រូវដូចពេកអញ្ចឹងណាជាប់នៅអង្គកាយហ្នឹងមិនមែនខ្សែស៊ីសមទេនៅរឿងរៀមគេបានអីរឿងតែពលៈត្រូវត្រូវសអនិច្ចតែដោះឬរហូតដល់ក្រុមបាតាលោកទៅទៀតទៅយកឆ្នាំហ្នឹងដើម្បីមកកាត់ឆ្នាំដែលប្រវត្តិប្រាប់ខ្ញុំ4មុខហ្នឹងហ៎បាទហ្នឹងគេចង់និយាយអាហ្នឹងរឿងផ្សេងប្រមាញ់សាសនាបាទតែរឿងនេះគឺដេកលើផ្ទៃទឹកដេកលើផ្ទៃទឹកហើយមានស្ពាននេះឃើញស្ពាននេះគឺស្ពានហ្នឹងសុទ្ធតែព្រះបរមពុទ្ធិសត្វភេទស្រីទាំងអស់បាទចុះហេតុអីបានឲ្យបរមពុទ្ធិសត្វភេទស្រីហ្នឹង
បានទៅថាមកជួយព្រះបាទសេតេរគុតចុះជាតិកំណើតរបស់សេតេរគុតជាមនុស្សប្រុសមនុស្សស្រី ស្រី ជាមនុស្សស្រីណាមិនមនុស្សប្រុសចុះព្រះគង់សីអ៊ីម ជាកំណើត ពនាងគង់សីអ៊ីមកំណើតដើមជាប្រុសហើយណា ครับ មិនមនុស្សស្រីទេនឹងចង់និយាយពីលក្ខណៈហ្នឹងហើយមកដល់ហើយសួរថាបាទលោកជួយគេលោកជួយតស្ពានណាតស្ពានដើម្បីឲ្យព្រះបរមពោធិសត្វណាកសាងខ្លួនបានសម្រាប់យាងទៅដល់ឋានសុខាវតីរបស់ពុទ្ធកម្ពុជាដើម្បីទទួលការតែងតាំងឲ្យខ្លាយទៅជាពុទ្ធណាលោកសុកចិត្តទៅលិចទៅក្នុងមហាសមុទ្រហ្នឹងគ្មានអីអាចនៅលើផ្ទៃទឹកហ្នឹងបានទេលោកសុកចិត្តលិចទៅក្នុងមហាសមុទ្រហ្នឹងរាប់កាប់របស់ព្រះហ่ะបាទដៃប្រណំជាប់ធ្វើពនិតគិតឈឹងបាទវត្ថុទឹកដែលការពារជីវិតលោកឲ្យនៅគង់វងបានគឺខ្សែស៊ីសមដោយពិធីបន់ចូលឆ្នាំអញ្ចឹងដែលគេធ្វើបន្តសង្ការណាបាទធ្វើត្រេះសង្ការត្រេះមហាសង្ក្រានឡើងគេប្រើខ្សែអំបោះឆៅបោះឆៅនឹងគេហៅខ្សែមហាស៊ីសមខ្សែហ្នឹងណាបាទគេហៅខ្សែមហាស៊ីសមហើយក្នុងខ្សែមហាស៊ីសមនោះមានខ្សែមួយគេហៅថាខ្សែបាទខ្សែភ្លុកខ្សែអីគេយើងដែរឃើញពួកនេះគេពាក់នៅលើក្បាលហ៎បាទអាខ្សែអំបោះឆៅពាត់ជាកងណាពាត់កងពាក់នៅលើក្បាលបាទហើយខ្សែអំបោះឆៅនោះពាត់ជាភៀងខ្លួនណាពីឆ្វេងមកស្ដាំណាបាទខ្សែហ្នឹងសម្រាប់ការពារដេញអំណាចអាក្រក់ទាំងអស់ឲ្យចេញផុតពីអង្គកាយរបស់យើងបាទអាហ្នឹងគេប្រើខ្សែហ្នឹងនេះបោះឆៅមានតួនាទីសម្បើមណាហើយខ្សែហ្នឹងគេហៅខ្សែរបស់នរណាគេខ្សែរបស់ព្រះព្រំកោសាននញ្ញណៈទាំង4ទិសដែលនៅខ្ពស់ជាងឋានព្រះព្រំមានរូបទៅទៀតបាទខ្សែហ្នឹងបាទចុះមានអំណាចអីដែលអាចឈ្នះខ្សែហ្នឹងបានអត់មានបាទ